អាវុធមុខពីរដែលអាចសម្លាប់អ្នកបានគ្រប់ពេលវេលាទី1ពាក្យសម្ដីពាក្យសម្ដីគឺជាអាវុធមុខពីរដែលវាអាចសម្លាប់យើងខ្លួនឯងនិងអ្នកដទៃបានផងដែរពាក្យបុរាណខ្មែរមួយឃ្លាបាននិយាយថាអណ្ដាតជាអាចគន្លងបានសុខទុក្ខផងក៏ព្រោះអណ្ដាតមានន័យថាពាក្យសម្ដីរបស់អ្នកគឺជាអ្នកកំណត់នូវសុខនិងទុក្ខប្រចាំថ្ងៃរបស់អ្នកជាមនុស្សថ្លៃថ្នូរម្នាក់អ្នកត្រូវយល់ពីកលៈទេសៈនៅក្នុងការនិយាយស្ដីរឿងខ្លះនិយាយត្រូវតែមិនត្រូវនិយាយពាក្យខ្លះគឺជាពាក្យពិតតែបើនិយាយទៅធ្វើឲ្យគេមិនសប្បាយចិត្តធ្វើឲ្យគេឈឺចាប់អ្នកក៏មិនគួរនិយាយពាក្យទាំងអស់នោះដែរព្រោះវាអាចជាពាក្យនាំគ្រោះថ្នាក់ដល់ខ្លួនឯងនិងអ្នកដទៃបានផងដែរដូចជាសុភាសិតចិនមួយឃ្លាបាននិយាយថាសម្ដីគឺជាអាវុធដែលអាចសម្លាប់មនុស្សដោយមិនប្រឡាក់ឈាមជាមនុស្សមានតម្លៃម្នាក់មិនមែនមានន័យថាអ្នកត្រូវនិយាយគ្រប់រឿងដែលខ្លួនដឹងនោះទេត្រូវចាំថាមនុស្សល្ងង់បេះដូងទុកនៅអណ្ដាតមនុស្សឆ្លាតទុកអណ្ដាតនៅក្នុងបេះដូងរឿងទី2ទំនុកចិត្តទំនុកចិត្តទៅលើអ្នកណាម្នាក់វាមិនមែនជារឿងអាក្រក់នោះទេប៉ុន្តែបើយើងជឿគេហួសហេតុពេកអ្នកអាចនឹងក្លាយជាជនរងគ្រោះដោយសារតែទំនុកចិត្តដែលអ្នកមានទៅលើអ្នកដទៃគេថាការឲ្យទំនុកចិត្តទៅលើអ្នកណាម្នាក់ប្រៀបដូចជាអ្នកហុចកំបិតទៅឲ្យគេដូច្នោះដែរបើសិនគេជាមនុស្សល្អគេនឹងយកកំបិតនោះទៅការពារអ្នកប៉ុន្តែបើគេជាមនុស្សអាក្រក់គេនឹងយកកំបិតនោះមកចាក់សម្លាប់អ្នកវិញមិនខានក្នុងនាមយើងជាមនុស្សម្នាក់ត្រូវរស់នៅជាមួយនឹងហេតុផលច្បាស់លាស់ហើយគិតឲ្យបានល្អិតល្អន់មុននឹងជឿអ្នកណាម្នាក់ហើយកាន់តែគិតឲ្យល្អិតបំផុតមុននឹងអ្នកប្រកល់របស់មានតម្លៃណាមួយទៅឲ្យអ្នកដទៃដោយសារតែឥទ្ធិពលនៃទំនុកចិត្តរបស់អ្នក